សិភៅមួយក្បាលនេះនិពន្ធដោយវិស្វករខ្មែរម្នាក់ដែលសរសេររៀបរាប់បានល្អមែនទែនរហូតដល់ពេលខ្ញុំអានហើយនឹងសឹងតែជាពីគ្រុនជំរាបសួរអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងណែនាំសិភៅមួយក្បាលទៀតនិងនិយាយខ្លះៗអំពីសិភៅនេះហើយមិនមែនជាការបញ្ចើបញ្ចូលឲ្យហួសពីលើសការពិតនោះទេប៉ុន្តែនេះជាអ្វីដែលជាបទពិសោធន៍ជាក់ស្ដែងនៅក្នុងការអានរបស់ខ្ញុំពិតមែននៅពេលដែលយើងនិយាយអំពីសៀវភៅនៅក្នុងសម័យខ្មែរក្រហមដែលខ្ញុំបានលើកយកមកខ្លះៗហើយនោះយើងមិនអាចរំលងសៀវភៅមួយនេះបានទេដែលមានចំណងជើងថាជីវិតកូនថ្លៃកូនត្រូវតែរស់និពន្ធដោយលោកបញ្ញាថៃលោកបញ្ញាថៃជាវិស្វករខ្មែរម្នាក់នៅក្នុងសម័យសង្គមរាស្ត្រនិយមហើយក៏ជាក្មួយបង្កើតរបស់សម្ដេចព្រះសង្ឃរាជហួតតាតផងដែរដែលសម្ដេចព្រះសង្ឃរាជហួតតាតត្រូវបានគ្រងរាជ្យជាព្រះសង្ឃរាជនៃគណៈមហានិកាយកម្ពុជាតាំងពីចុងសម័យសង្គមរាស្ត្រនិយមរហូតដល់សម័យសាធារណរដ្ឋនិងត្រូវបានពួកខ្មែរក្រហមធ្វើគុតព្រះអង្គមានការនិទានខុសគ្នាខ្លះៗថាមានការធ្វើគុតសម្រាប់ធម្មតានិងការបើករថយន្តកិនពីលើអីជាដើមប៉ុន្តែខ្ញុំនឹងនិយាយបន្ថែមទៀតអំពីសៀវភៅជីវិតកូនថ្លៃកូនត្រូវតែរស់នេះនៅក្នុងសៀវភៅនេះនិយាយអំពីដំណើររឿងរបស់លោកបញ្ញាថៃដែលស្ដាប់ទៅហាក់ដូចជាមិនខុសអំពីសាច់រឿងផ្សេងរបស់ប្រជាជនខ្មែរដែលជួបប្រទះនៅក្នុងសម័យខ្មែរក្រហមនោះទេក៏ប៉ុន្តែអ្វីដែលជាភាពខុសគ្នានេះដូចមានលើកឡើងរបស់លោក David Chandler អ្នកជំនាញផ្នែកឯកទេសប្រវត្តិសាស្ត្រកម្ពុជាបានលើកឡើងថាសៀវភៅដែលនិយាយអំពីរបបខ្មែរក្រហមឬក៏ជីវិតក្នុងរបបខ្មែរក្រហមភាគច្រើនគឺជាការចងចាំរបស់ក្មេងមានន័យថាអ្នកនិពន្ធភាគច្រើនឆ្លងកាត់សម័យខ្មែរក្រហមនៅពេលដែលពួកគាត់មានវ័យត្រឹមតែ6 7ឆ្នាំដោយករណីលោកស្រីអឹងលួងឬក៏10 15ឆ្នាំអីចឹងទៅដូច្នេះចំណុចខុសគ្នាគឺលោកបញ្ញាថៃឆ្លងកាត់សម័យខ្មែរក្រហមនៅពេលដែលលោកមានអាយុ30ឆ្នាំដូច្នេះការចងចាំពីអារម្មណ៍ការសង្កេតល្អិតល្អន់ការយកចិត្តទុកដាក់ទៅលើព្រឹត្តិការណ៍មួយហាក់ដូចជាបានក្បោះក្បាយនឹងលំអិតយកតែមែនទែនរហូតដល់យើងជាអ្នកអានអាចចូលតួពេញទីទៅក្នុងសាច់រឿងនោះបានយ៉ាងងាយខ្ញុំជាមនុស្សដែលមិនសូវជាយំសស្រាក់ស្រាក់នៅក្នុងការអានសៀវភៅប្រហែលទេប៉ុន្តែនេះជាសៀវភៅទី1ដែលធ្វើឲ្យខ្ញុំស្រក់ទឹកភ្នែកបានហើយនៅពេលដែលខ្ញុំអានសៀវភៅនេះកាលប្រហែលជា5ឆ្នាំមុនគឺខ្ញុំកំពុងតែមានជំងឺគ្រុនក្តៅហើយនៅពេលដែលខ្ញុំមានជំងឺគ្រុនក្តៅខ្ញុំមានពេលសម្រាប់អានសៀវភៅនេះអញ្ចឹងទៅដោយសារមានគេណែនាំច្រើនតែមិនដែលមានឱកាសអានហើយនៅពេលដែលដល់ឈុតមួយដែលលោកបញ្ញាថៃគាត់គ្រុនក្តៅដែរហើយគាត់ត្រូវធ្វើដំណើរទៅមើលកូននៅពេទ្យផងអីផងខ្ញុំមានកម្លាំងកំហែងមិនដឹងពីណាមកហើយមានអារម្មណ៍ថាស្វាងអំពីជំងឺគ្រុនក្តៅនោះខ្លួនឯងតែម្ដងនេះជាការពិតដោយសារតែយើងចូលអារម្មណ៍ជាមួយនឹងតួអង្គនៅក្នុងសៀវភៅខ្លាំងមែនទែនហើយសៀវភៅរបស់លោកបញ្ញាថៃនេះត្រូវបានបោះពុម្ពផ្សាយជាលើកដំបូងជាភាសាអង់គ្លេសនៅក្នុងឆ្នាំ1987ក្រោមចំណងជើងថា Stay Alive My Son ហើយក្រោយពីការចេញផ្សាយគឺថាមានការគាំទ្រយ៉ាងភ្លុកទឹកភ្លុកដីរហូតមានការបកប្រែជាច្រើនភាសាបន្ថែមទៀតដូចជាភាសាបារាំងភាសាអាល្លឺម៉ង់ភាសារុស្ស៊ីភាសាឥណ្ឌូនេស៊ីភាសាជប៉ុនភាសាចិនភាសាហូឡង់ជាដើមដែលកម្រមានមែនទែននៅសៀវភៅខ្មែរដែលត្រូវបានបកប្រែយ៉ាងទូលំទូលាយចេញផ្សាយទូទាំងពិភពលោកបែបនេះហើយនៅក្នុងឈុតឆាករន្ធត់នៅក្នុងជីវិតរបស់លោកសម្រាប់ខ្ញុំមិនចង់ទម្លាយសាច់រឿងទេសម្រាប់អ្នកដែលមិនទាន់អានប៉ុន្តែនៅពេលដែលលោកបាត់បង់ភរិយារបស់លោកនៅឯក្នុងវាលមួយនៅជើងភ្នំអានហើយដល់ត្រង់នោះគឺពិតជាអស់លិញពីប្រមាត់ពីថ្លើមពីសួតរបស់អ្នកអានហើយបានន័យថាពលឹងមិនដឹងបាត់ទៅដល់ណាបាត់ហើយទេសៀវភៅរបស់លោកបញ្ញាថៃនិពន្ធមានតែ2ក្បាលទេអ្វីដែលខ្ញុំដឹងគឺសៀវភៅ Stay Alive My Son នេះហើយនឹងសៀវភៅមួយទៀតដែលលោកចេញផ្សាយភ្លាមក្រោយតែលោករត់គេចខ្លួននៅក្នុងរបបពីក្នុងរបបខ្មែរក្រហមនៅក្នុងឆ្នាំ1978ហើយឆ្នាំ1979លោកបាននិពន្ធសៀវភៅជាភាសាបារាំងមួយក្រោមចំណងជើងថា L'Utopie Meurtrière ឬក៏គេដាក់ជាភាសាខ្មែរថាមនោគមវិជ្ជាមហាឃាតករដែល
សិភៅនេះผมដឹងថាមានបកប្រែជាភាសាខ្មែរឬអត់ទេហើយខ្ញុំពិតជាណែនាំសិភៅនេះមែនទែនសម្រាប់អ្នកដែលចង់ស្វែងយល់បន្ថែមពីសម័យខ្មែរក្រហមនិងគឺឃើញការពិពណ៌នាដ៏ល្អឯករបស់លោកពិនយ៉ាថៃអានហើយប្រកាសជាថប់ខ្យល់ណែនទ្រូងហៀសម្បោពីច្រមុះដល់ចុងជើងមិនខុសពីខ្ញុំប្រហែលទេវាលើសពីអ្វីដែលយើងអាចទទួលយកបានហើយសម្រាប់លោកពិនយ៉ាថៃសប្តាហ៍ថ្ងៃលោកនៅមានជីវិតទេហើយសិភៅនេះត្រូវបានគេចេញផ្សាយជា version ផ្សេងដូចជាឆ្នាំទៅមិញហ្នឹងមានការចេញផ្សាយដែលគេហៅថា VR ជាវីដេអូដែលយើងអាចទស្សនាបានប៉ុន្តែមិនមែនជាភាពយន្តនោះទេប៉ុន្តែអ្វីដែលខ្ញុំសង្ឃឹមបំផុតគឺនឹងត្រូវបានផលិតជាភាពយន្តនៅក្នុងថ្ងៃណាមួយដែលប្រកាសជានឹងគួរឲ្យជក់ចិត្តតាមដានលើសពីអ្វីដែលយើងរំពឹងទុកទៅទៀតហើយថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងយើងនឹងជួបគ្នានៅក្នុងពេលក្រោយជាបន្តទៀតអរគុណ